បងប្អូននៅប្រឡងចប់នៅតាមទីរំខេត្តចង់ឡើងមកភ្នំពេញឬក៏នៅភ្នំពេញចង់មានការងារធ្វើហើយចង់មានកន្លែងស្នាក់នៅច្បាស់លាស់ដល់ខ្លួនឯងណាហើយនេះគឺជាឱកាសល្អមែនទែនសម្រាប់បងប្អូនមួយទាំងអស់គ្នាទី1គឺវិធីសាស្ត្ររកការងារនៅគ្រប់ស្ថាប័ននៅក្នុងគេហទំព័រតែមួយបងប្អូនទី2រកកន្លែងស្នាក់នៅដែលនៅជិតកន្លែងរៀនកន្លែងធ្វើការអញ្ចឹងណាដែលមិនចាំបាច់មានប្រាក់កក់អីបងប្អូនតោះអញ្ចឹងមកស្ដាប់ឲ្យស៊ីជម្រៅជាមួយនឹងលោកគ្រូទាំងអស់គ្នាអូខេវិធីទី1គឺរកការងារនៅក្នុងក្រសួងការងារបដិបដាវិជ្ជាជីវៈរបស់លោកពូអាដាមហេងស៊ូអញ្ចឹងបងប្អូនគាត់ទៅចូលនៅក្នុងគេហទំព័រនៅក្នុង browser ទៅគេហទំព័រនោះគឺមានឈ្មោះថា mlvt.gov.kh ហើយបងប្អូន scroll មកក្រោមមកឃើញកន្លែងពាក្យថាចង់ស្វែងរកការងារហ្នឹងបងប្អូនចុចមកអញ្ចឹងពេលលោតចូលគេហទំព័រថ្មីមួយទៀតហ្នឹងបងប្អូនគ្រាន់តែចូលក្នុងគេហទំព័រហ្នឹងឃើញមានលេខពុកកំហមួយហ្នឹងឱកាសការងារមានទៅដល់ 90000 កន្លែងបងប្អូនតាមអត់ច្រឡំឲ្យ 90000 កន្លែងអត់ខ្វះហើយណាគេដាក់ថាស្វែងរកនៅទីតាំងណាអញ្ចឹងទៅបើសិនបងប្អូនស្វែងរកនៅភ្នំពេញហៅភ្នំពេញមកហើយចុចនៅកន្លែងភ្នំពេញហ្នឹងមកបន្ទាប់មកនៅខាងក្រោមហ្នឹងក្នុងវិស័យគេឧទាហរណ៍ថាបងប្អូនចុចនៅកន្លែងប៊ូតុងខាងគៀនហ្នឹងមកទាញមើលបងប្អូនចង់បានអីគេចង់ធ្វើការបែបសេវាកម្មឬក៏អីបងប្អូនចុចសេវាកម្មមកហើយចុចពាក្យថាស្វែងរកមកបងប្អូននឹងឃើញគេហទំព័រថ្មីមួយទៀតនៅក្នុងក្រោមហ្នឹងគឺទាញមកគឺសិតតែក្រុមហ៊ុនដែលគេរើសចូលការដែលគេចង់បានអញ្ចឹងណាបងប្អូន scroll មើលទាំងអស់ទៅងាយស្រួលមែនតើបងប្អូនហើយបើសិនជាបងប្អូនណាដឹងថាដាក់ CV មិនទេក្នុងហ្នឹងក៏មានការបង្កើត CV ឲ្យបងប្អូនចេះធ្វើខ្លួនឯងនៅក្នុងហ្នឹងបានដែរបងប្អូនអាច search ថែមអញ្ចឹងណាហើយក្រសួងការងារគាត់បានបង្កើតព្រឹត្តិការណ៍ដ៏ធំជាងគេនៅក្នុងឆ្នាំ2026នៅខែកញ្ញាខាងមុខនេះមានរយៈពេលដល់2ថ្ងៃដើម្បីឲ្យបងប្អូនមកស្វែងរកការងារនៅក្នុងតែទីតាំងតែមួយបងប្អូនស្រាប់អត់ច្រឡំទេគឺស្វែងរកនៅក្នុងទីតាំងតែមួយគ្រប់ស្ថាប័នគឺគាត់មកទាំងអស់នៅក្នុងថ្ងៃចាប់ពីថ្ងៃទី12ទៅដល់ថ្ងៃទី13ខែកញ្ញា2026បងប្អូនទីតាំងអត់គឺបាក់រនៅកោះពេជ្របងប្អូននៅក្នុង hall គេសំខាន់មានចំនួនស្ថាប័នរហូតដល់150ស្ថាប័ននៅក្នុងហ្នឹងបងប្អូនច្រើនមែនតើគឺបានចូលរួមដាក់តាំងសមិទ្ធផលហើយនឹងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មផ្សេងៗអញ្ចឹងណាសរុបទាំងអស់គឺមាន3500កន្លែងដែលគេជ្រើសរើសបុគ្គលិកភ្លាមៗហើយដាក់ពាក្យភ្លាមៗនៅហ្នឹងអញ្ចឹងណាអញ្ចឹងចាំការទៀតបងប្អូននេះគឺជាឱកាសដ៏ធំមែនតើបងប្អូនមិនទៅដាក់ CV តាមអនឡាញក៏បានបើសិនជាចង់មកផ្ទាល់គឺមានឱកាសការងារនឹងវាច្រើនជាងអ្នកដាក់អនឡាញគឺគេសម្ភាសភ្លាមៗបងប្អូនហ្នឹងហើយងាយស្រួលយល់បើសិនជាបងប្អូនចង់ដឹងស៊ូព័ត៌មានបន្ថែមបងប្អូនតាក់ទងតាម hotline គេក៏បានដែរគឺមានលេខ1297បងប្អូនឬក៏លេខទូរស័ព្ទតាក់ទង017 467 423បងប្អូនឬក៏017 871 807បងប្អូនអូខេអញ្ចឹងយើងចូលទៅដល់ទី2ទាំងអស់គ្នាទី2គឺវិធីសាស្ត្រដែលរកកន្លែងស្នាក់នៅ6ទីតាំងធំនៅភ្នំពេញដែលមិនចាំបាច់មានប្រាក់កក់ឲ្យបងប្អូនគឺយើងបង់លុយចូលនៅយកហ្មងគឺកុំគិតថាថ្លៃបងប្អូនគឺតិចមែនតើសំខាន់ចូលនៅបានភ្លាមហើយ6ទីតាំងហ្នឹងខ្ញុំចង់មិនសិនទៅ condo របស់ពិភពថ្មីដែលជាគម្រោងរបស់អ្នកអញ្ញាហុងពីវដ៏ធំមែនតើហើយមានតម្លៃធូរថ្លៃជាងគេនៅក្នុងប្រទេសកម្ពុជាអញ្ចឹងណាបងប្អូនហើយគោលបំណងធំរបស់គាត់ហ្នឹងគឺចង់ជួយសិស្សសានុសិស្សដែលចង់រៀនបន្តនៅភ្នំពេញឬក៏បងប្អូននៅក្នុងភ្នំពេញគាត់មានកន្លែងស្នាក់នៅខ្លួនឯងបង់លុយតិចតួចឲ្យចូលនៅបានអញ្ចឹងណាគឺបងប្អូនដែលជួលផ្ទះគេតាំងពីដើមមកហ្នឹងដូច100ជាង200អីគឺនៅតែជួលរបស់គេហើយចូលនៅតែជារបស់គេដែរហើយនេះជាឱកាសរបស់បងប្អូនដើម្បីបង់លុយឲ្យចូលនៅឲ្យជាម្ចាស់កម្មសិទ្ធិហ្មងអញ្ចឹងបើយើងគិតថាយើងជួលផ្ទះគេ100ជាងទៅ200នៅតែជាផ្ទះគេដដែលទេហើយអញ្ចឹងបើសិនចង់មកដឹងថាតើទីតាំងនឹងនៅណាខ្លះចាំខ្ញុំរៀបរាប់ទាំងអស់គ្នាអូខេទីតាំងទី1គឺពិភពថ្មី Condo សែនសុខទីតាំងទី2គឺគួរស្រូវទីតាំងទី3គឺមានជ័យទល់មុខសា Aeon 3ទីតាំងទី4ជាការដូងទីតាំងទី5គឺ The One គឺនៅជាប់ Aeon 2ហើយទីតាំងទី6គឺនៅវែងស្រីបងប្អូនហើយខ្ញុំមកដាក់ទីតាំងហើយនឹងទូរស័ព្ទលេខតាក់ទងនៅក្នុង comment របស់ខ្ញុំបងប្អូនអាចចូលហើយសួរព័ត៌មានបន្ថែមបានងាយស្រួលមែនតើហើយវីដេអូនេះគឺជាឱកាសរបស់បងប្អូនដែលមានរកការងារធ្វើដែលមានចំណូលគួរសមដើម្បីយកមកបង់ផ្ទះបានទី2គឺបងប្អូនមានកន្លែងស្នាក់នៅដោយសុខស្រួលហើយអាចនៅស្នាក់នៅក្នុងតំបន់មួយណាដែលបងប្អូនចង់រៀនឬក៏ចង់ធ្វើការអាហ្នឹងអ្វីដែលខ្ញុំចង់ធ្វើក្នុងវីដេអូនេះគឺខ្ញុំចង់ជួយបងប្អូនតាមទីរំខែឬក៏នៅភ្នំពេញក៏ដោយឲ្យគាត់ដឹងថាយើងមិនចាំបាច់ជួលផ្ទះគេទៀតទេហើយយើងមិនចាំបាច់ទៅរកការងារដាក់ទៅតាមស្ថាប័នមួយទេគឺយើងចូលទៅមកគេហទំព័របងប្អូននឹងអាចឃើញនៅក្នុងនឹងទាំងអស់ឲ្យបងប្អូនងាយស្រួលមើលងាយស្រួលដាក់ឬក៏អាចចូលរួមជាមួយនឹងកម្មវិធីនៅខែកញ្ញាថ្ងៃទី12ថ្ងៃទី13ទាំងអស់គ្នាទៅបានហើយបងប្អូននឹងបានមានការងារធ្វើហើយមានចំណូលច្បាស់លាស់ហើយបានយកលុយទៅរៀនទៀតចូលរួមចែកក្តីស្រឡាញ់ទាំងអស់គ្នាហើយកុំភ្លេច share វីដេអូនេះម្នាក់មួយដើម្បីឲ្យបងប្អូនយើងដឹងទាំងអស់គ្នាផងហើយជួបជាមួយខ្ញុំឡងនេះនៅវីដេអូក្រោយបងប្អូន